អាយដាមអ៊ុំរាត្រីអភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យនឹងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រីសុភ័ណ្ឌអញ្ជើញជាអធិបតីភាពនៅក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទឹកថ្លាក្រុងស្រីសុភ័ណ្ឌបាទវេទិកាខាងលើក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់និងភូមិបងប្អូនប្រជាពលរដ្ឋប្រមាណជិត150នាក់បានចូលរួមបាទធ្វើឡើងនៅសាលាសង្កាត់ទឹកថ្លាក្រុងស្រីសុភ័ណ្ឌនារសៀលថ្ងៃទី21ខែមិថុនានេះលោកសឿនច័ន្ទសចៅសង្កាត់ទឹកថ្លានិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសង្កាត់បានឲ្យដឹងថាក្រុមការងារចុះមូលដ្ឋានសង្កាត់រួមជាមួយនឹងលោកមេភូមិនិងអង្គភាពភូមិពលរដ្ឋក្រីក្រខ្វះខាតស្បៀងចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយក្មេងកំព្រាបានផ្ដល់ស្បៀងជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតជាប្រចាំជាមួយគ្នានោះលោកចៅសង្កាត់ក៏បានបញ្ជាក់អំពីការងារអភិវឌ្ឍនៅឆ្នាំ2026នេះរដ្ឋបាលសង្កាត់បានសាងសង់ផ្លូវបេតុងនៅភូមិគៀប2ខ្សែមានប្រវែង776ម៉ែត្រជាទិសដៅបន្តបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដូចជាចុះអត្រានុកូលដ្ឋានគ្រប់ប្រភេទបាទជូនដល់ពលរដ្ឋខិតខំនៅក្នុងការបំពេញបែបបទធ្វើឯកសារអត្តសញ្ញាណកម្មបាទរួមមានសិភៅគ្រួសារសិភៅស្នាក់នៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាទជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរជាពិសេសអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនមានប្រសាសន៍នៅក្នុងវេទិកាអាយដាមអ៊ុំរាត្រីអភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រីសុភ័ណ្ឌក៏បានបញ្ជាក់ថាវេទិកានេះប្រពធ្វើឡើងដើម្បីពិនិត្យកិច្ចការអភិវឌ្ឍនៅមូលដ្ឋានអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី7បាទក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាការលើកឡើងនៅបញ្ហាប្រឈមបាទនិងសំណូមពរនៅក្នុងមូលដ្ឋានដើម្បីធ្វើការដោះស្រាយចំពោះមុខហើយចំពោះបញ្ហាដែលនៅសេសសល់មិនអាចដោះស្រាយនៅចំពោះមុខបាននឹងលើកយកទៅធ្វើការដោះស្រាយបន្តនៅក្នុងវេទិកាក៏បានបើកឱកាសឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងការលើកឡើងជាមតិយោបល់លើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពរនានានៅក្នុងមូលដ្ឋានក្នុងបញ្ហាប្រឈមនិងសំណូមពរដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងមានចំនួន15ករណីដោះស្រាយចំពោះមុខ13ករណីនៅសល់2ករណីទៀតបាននឹងត្រូវពិភាក្សាដោះស្រាយបន្តបាទ